បាទបងប្អូនទាំងអស់គ្នាតោះចូលមកស្ដាប់ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាក៏ឃើញនៅអត្ថបទរបស់ក្រសួងការបរទេសខ្មែរយើងខ្ញុំក៏លើកយកមកធ្វើជាវីដេអូនេះដើម្បីចែកចាយដល់បងប្អូនទាំងអស់គ្នាពីព្រោះថាឲ្យបងប្អូនលឿននឹងយល់បាននឹងតាមដានព័ត៌មាននៅគ្រប់ឲ្យទាន់ពេលវេលាអូខេអញ្ចឹងខ្ញុំមិនអញ្ចឹងកុំឲ្យយូរខាត់ពេលតទាំងអស់គ្នាគេក្រសួងការបរទេសកម្ពុជាយើងហើយនឹងអាសាប្រតិបត្តិការអន្តរជាតិគឺបានឆ្លើយតបទៅនឹងថៃដែលបាននិយាយថាអ្នកភូមិព្រៃច័ន្ទរបស់កម្ពុជាបានទន្ទានចូលយកដីរបស់ថៃហ្នឹងបងប្អូនដូច្នេះក្រសួងការបរទេសយើងគឺបានឆ្លើយតបទៅវិញហើយទៅលើក្រសួងការបរទេសថៃដើម្បីឲ្យក្រសួងការបរទេសថៃបានដង្កត់ថ្ងៃទី23ខែកញ្ញាឆ្នាំ2025ញាតិពាក្យនៃក្រសួងការបរទេសថៃនឹងគេអះអាងថាអ្នកភូមិព្រៃច័ន្ទយើងបានទន្ទានចូលយកដីធ្វើការតវ៉ាដែលជំរុញឲ្យប្រទេសថៃនឹងត្រូវអនុវត្តច្បាប់ទៅលើអ្នកភូមិហើយក្រសួងការបរទេសអន្តរជាតិនៃកម្ពុជាយើងគឺបានឆ្លើយតបភ្លាមទៅនឹងការបំភ្លៃការពិតរបស់ថៃអូខេដែលទី1ហ្នឹងគឺក្រសួងការបរទេសយើងបានឆ្លើយថាប្រទេសថៃមិនអាចទាមទារអធិបតេយ្យឬការអនុវត្តច្បាប់នៅក្នុងស្រុករបស់ខ្លួនពីសហគមន៍ដែលមិនទាន់បានកំណត់ខណ្ឌសីមាព្រំដែនរត់ជាផ្លូវការនោះទេពិសេសគឺនៅអំឡុងពេលឆបាញ់ដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីរក្សានៅស្ថិរភាពដោយមិនធ្វើសកម្មភាពបង្កហេតុអញ្ចឹងណាបងប្អូនហើយពេលវេលានៃការអនុវត្តច្បាប់ថៃទាំងខុសក្រិតក្រមនេះគឺជារឿងគួរឲ្យព្រួយបារម្ភជាខ្លាំងការចាំបាច់ដែលត្រូវបញ្ជាក់ផងដែរថាសហគមន៍ខ្មែរបានរស់នៅលើទឹកដីភូមិព្រៃច័ន្ទឃុំបបិជនខេត្តបន្ទាយមានជ័យនៅប្រទេសកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយគឺមុនពេលអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជាថៃទៅទៀតហើយតបានចុះហត្ថលេខានៅឆ្នាំ2000ដែលយើងតែងតែហៅថាតែងតែឮថា MOU 2000នឹងឯងហើយតាមរយៈអនុសារណៈនៃការយោគយល់គ្នានេះដែរភាគីទាំងសងខាងក៏បានរក្សាស្ថានភាពដែលរហូតមកដល់ការងារខណ្ឌសីមាត្រូវបានបញ្ចប់លក្ខខណ្ឌយោងឆ្នាំ2003ស្ដីពីកិច្ចការដែលបែងចែកនិងកំណត់ខណ្ឌសីមាព្រំដែននេះត្រូវឆ្លង5ដំណាក់កាលទើបចប់ប៉ុណ្ណោះ5ដំណាក់កាលបានចប់ហើយក្រសួងការបរទេសយើងក៏បានបន្ថែមទៀតថាការតវ៉ារបស់អ្នកភូមិកម្ពុជាគឺជាការឆ្លើយតបដ៏ត្រឹមត្រូវចំពោះការរំលោភមកលើទ្រព្យសម្បត្តិផ្ទះសម្បែងពួកគាត់ជាមួយនឹងបន្លាលួសដែលថៃគេយកមកបាំងផ្លូវហាមមិនអោយប្រជាជនខ្មែរយើងទៅផ្ទះគាត់ទៅដីស្រែចម្ការរបស់ពួកគាត់នោះហើយក៏គោលបញ្ជាផងដែរក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបានឯកភាពគ្នាទៅលើបង្គោលព្រំដែនលេខ43ប៉ុន្តែមិនទាន់បានឯកភាពគ្នាទៅលើបង្គោលព្រំដែនលេខ42ទេដែលបង្គោលព្រំដែនលេខ42នេះគឺស្ថិតនៅចន្លោះភូមិព្រៃច័ន្ទនឹងឯងដូច្នេះវាជារឿងបំភ្លៃបំភ័ន្តជាក់ស្ដែងដែលចេញផ្សាយផែនទីផ្ដល់ព័ត៌មានបង្ហាញនៅគំនូសខ្សែបន្ទាត់ព្រំដែនលាតសន្ធឹងពីបង្គោលព្រំដែនលេខ43ដល់បង្គោលលេខ42នោះដើម្បីធ្វើជាទិដ្ឋាការអះអាងថាឧបទ្ទហេតុលើហិង្សាដែលបានកើតឡើងនៅភូមិព្រៃច័ន្ទហ្នឹងកើតឡើងលើទឹកដីថៃតាមពិតហ្នឹងគឺមិនទាន់បានបង្គោលលេខ42ហ្នឹងគឺមិនទាន់បានធ្វើការចរចានឹងកំណត់ច្បាស់លាស់នៅឡើយទេបន្ទាប់មកទៀតក្រសួងការបរទេសរបស់កម្ពុជាយើងបានបន្ថែមទៀតថាសំបីតែតាមបន្ទាត់គូត្រង់ក្រៅផ្លូវការមិនត្រឹមត្រូវដោយដែលបានឃើញនៅក្នុងផែនទីផ្ដាល់ដែលបង្ហាញដោយភាគីថៃនោះគឺនៅជាក់ស្ដែងគឺមានជនជាតិថៃបានកាន់កាប់និងធ្វើស្រែចម្ការអស់ជាច្រើនឆ្នាំមកលើដីច្រើនហិកតាដែលស្ថិតនៅហួសខ្សែព្រំដែនចូលមកខាងកម្ពុជាទៀតដូច្នេះពិចារណាទៅលើភាពស្មុគស្មាញនៃបញ្ហាលើកំណត់ព្រំដែននេះកម្ពុជាបានអំពាវនាវឲ្យភាគីថៃនឹងដោះស្រាយតំបន់ចំនួននេះតាមរយៈគណៈកម្មការព្រំដែនចម្រុះដែលយើងតែងតែស្គាល់នឹងហៅថា JBC នោះប្រទេសទាំងពីរជាជាងការប៉ុនប៉ងអនុវត្តច្បាប់ថៃនិងទាមទារអធិបតេយ្យរួមទាំងតាមរយៈការប្រើកម្លាំងបណ្ដេញអ្នកភូមិកម្ពុជាចេញហើយបន្ថែមទៀតក្រសួងការបរទេសយើងបានសម្ពងក្បាលក្រសួងការបរទេសថៃថាសូមរំលឹកផងដែរថាក្នុងក្របខ័ណ្ឌអនុសារណៈយោគយល់ឆ្នាំ2000កម្ពុជាបានធ្វើការតវ៉ាជាច្រើនលើកច្រើនដងទៅភាគីថៃដែលស្នើឲ្យសូមមានការកែតម្រូវនៅតំបន់ដែលបានរំលោភបំពានព្រំដែនចូលមកខាងកម្ពុជាប៉ុន្តែមិនដែលមានលទ្ធផលអ្វីដែលខាងភាគីថៃឆ្លើយតបទេភាពតានតឹងនៃពេលបច្ចុប្បន្ននេះបង្ហាញពីតម្រូវការបន្ទាប់សម្រាប់ភាគីទាំងពីរក្នុងការលើកទឹកចិត្តគណៈកម្មការចម្រុះព្រំដែនឲ្យផ្ដល់អាទិភាពនិងពន្លឿនការបញ្ចប់កិច្ចការខណ្ឌសីមាកំណត់ព្រំដែននេះដោយស្របពេលជាមួយគ្នានេះផងដែររក្សាបាននៅបរិយាកាសអំណោយផលសម្រាប់ឲ្យគណៈកម្មការព្រំដែនចម្រុះបន្តការងារស្របតាមអនុសារណៈយោគយល់ឆ្នាំ2000
ជាចុងក្រោយនឹងចំណុចទី5កម្ពុជាក៏បានបញ្ជាក់ទៅក្រសួងការបរទេសថៃថាកម្ពុជាបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តរបស់ខ្លួនចំពោះលក្ខខណ្ឌបទច្បាញ់ក៏ដូចជាបានកត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនទូតកម្ពុជាថៃកាលពីថ្ងៃទី7ខែសីហានិងថ្ងៃទី10ខែកញ្ញានិងកិច្ចប្រជុំគណៈកម្មការព្រំដែនភូមិភាគក្នុងខែសីហាឆ្នាំ2025កម្ពុជាក៏សង្ឃឹមថាភាគីថៃប្រកាន់ខ្ជាប់នៅសុចរិតផងដែរនៅលក្ខខណ្ឌបទច្បាញ់ដែលបានអះអាងនឹងតាមរយៈការបញ្ឈប់នៅផែនការបណ្ដេញប្រជាជនរាប់រយគ្រួសារខ្មែរចេញពីផ្ទះសម្បែងនិងដែលឃ្លីដែលពួកគេធ្លាប់រស់នៅឲ្យច្រើនទសវត្សរ៍មកហើយត្រូវអនុញ្ញាតឲ្យអ្នកភូមិដែលត្រូវបានបណ្ដេញចេញនឹងឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញនឹងដីរបស់ពួកគាត់សូមអត់ធ្មត់រងចាំគណៈកម្មការព្រំដែនចម្លងធ្វើការបញ្ចប់លក្ខខណ្ឌសីមាសិនហើយរាជរដ្ឋាភិបាលកម្ពុជារបស់យើងក៏បានបន្ថែមទៀតថាបដិញ្ញាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីមេត្រីភាពចំពោះរាល់ទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធីស្របច្បាប់អន្តរជាតិទន្ទឹមនឹងការបដិញ្ញាចិត្តរក្សាជំហរគោលការណ៍របស់ខ្លួនថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងនោះឡើយអូខេបងប្អូនទាំងអស់គ្នានេះគឺជាសារសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាឆ្លើយតបទៅនឹងការអាងរបស់ថៃដែលថាអ្នកភូមិព្រៃច័ន្ទកម្ពុជាយើងបានទន្ទានចូលទៅដីរបស់ថៃហើយធ្វើការតវ៉ានោះហើយនេះគឺជាចំណេះដឹងគឺជាព័ត៌មានដែលបងប្អូនទាំងអស់គ្នាត្រូវតែអានហើយនឹងត្រូវតែស្ដាប់ដើម្បីទទួលបានព័ត៌មានអំពីបញ្ហាព្រំដែននៃប្រទេសយើងនៅក្នុងប្រទេសយើងគឺមានក្រសួងត្រឹមត្រូវដូច្នេះបងប្អូនត្រូវតែយកព័ត៌មានពីប្រភពឲ្យបានច្បាស់លាស់ហើយជាពិសេសនឹងទៅក្រសួងធំរបស់រដ្ឋាភិបាលកម្ពុជាយើងមានដូច្នេះបងប្អូនតាមដានpage ឬក៏ក្រសួងធំទៅវាមិនខុសទេដើម្បីជៀសវាងនៅការទទួលបាននូវព័ត៌មានដែលមិនត្រឹមត្រូវអំពី page មួយចំនួនដែលធ្វើការបំភ្លៃនិងបំភ្លើសទៅលើបណ្ដាញសង្គមនានាដូច្នេះបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាតាមដាននៅព័ត៌មានពិតពីក្រសួងធំក៏ដូចជាពី page ដែលអាចទទួលស្គាល់បានយ៉ាងពិតប្រាកដដូច្នេះជាចុងក្រោយសូមអរគុណគោរពលា